សេនៅលើ Notepad เพื่อហើយដើម្បីបានកម្មវិធី Notepad เพื่อយើងគ្រាន់តែបីនឹង Google យើងអាច download យកកម្មវិធីនេះមកចុចលើវាមកហើយ install លើកុំព្យូទ័ររបស់យើងហើយនេះខ្ញុំអត់ download ទៀតទេដោយសារកុំព្យូទ័រខ្ញុំមានហើយអញ្ចឹងចំពោះកុំព្យូទ័រដែលបងប្អូនអត់តាន់មានអាចចុចលើវា install មុននឹងឈានចូលដល់ការសរសេរកូដជាដំបូងខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាថាអ្វីទៅជាភាសា HTML អញ្ចឹងគេនិយាយថា HTML គឺជាភាសាសម្រាប់បង្កើត web page ហើយ HTML វាមកពាក្យថា Hypertext Markup Language HTML ហ្នឹងមិនមែនជា programming language ទេតែវាជា markup language តែ markup language វាគឺជាសណ្ដុំនៃ tag ហើយគោលដៅរបស់ tag ហ្នឹងគឺដើម្បីបង្កើតចេញជា content នៃ tag ហ្នឹងឯងចូលមើលឆ្លាតបន្តយើងចូលដល់ HTML tag គេនិយាយថា HTML tag ជាក្រុមឆ្អឹងសម្រាប់បង្កើត HTML document ហើយនេះគឺជាទម្រង់ទូទៅឬយើងហៅថា syntax ដល់ក្នុងការសរសេរ HTML tag អញ្ចឹងនៅក្នុងការសរសេរ HTML tag អាទី1នេះគេហៅថា opening tag អានេះគេហៅថា closing tag វាខុសគ្នាត្រង់ថា opening tag វាមិនឆ្លាស់ទេតែ closing tag ឬក៏ end tag ហ្នឹងគឺវាមានឆ្លាស់ហើយ content នេះគឺជាកន្លែងដែលយើងសរសេរអីក៏សរសេរទៅ